ប្រមាណវិធីចែកពហុធាតុថ្ងៃនេះយើងចាប់ផ្ដើមចែកពហុធាតុមេរៀននេះចាប់ផ្ដើមតាំងពីថ្នាក់ទី8ឡើងទៅលើអាចមើលមេរៀននេះបានព្រោះមេរៀននេះសំខាន់ឥឡូវយើងចាប់ផ្ដើមចែកពហុធាតុ x ការ៉េបូក 3x បូក 4 ចែកជាមួយនឹង x បូក 1 តើចម្លើយឃើញប៉ុន្មានយើងធ្វើប្រមាណវិធីចែកដូចចែកលេខធម្មតាយើងសរសេរសិនមក x ការ៉េបូក 3x បូកនឹង4យើងយកមកចែកជាមួយនឹង x បូក1វិធីនៅក្នុងការចែកយើងចាប់ផ្ដើមមើលផ្នែកមុខជាមួយនឹងផ្នែកមុខណាផ្នែកមុខគឺ x ការ៉េផ្នែកមុខនេះគឺ x អញ្ចឹងយើងយកអាខាងមុខចែកជាមួយនឹងខាងមុខយើងគិតលេខសិនមកណាគឺ x ការ៉េយើងយកមកចែកជាមួយនឹង x ការ៉េចែក x យើងបានអីយើងបាន x គឺ x នេះយើងមកដាក់កន្លែងត្រង់នេះមករួចហើយយើងគុណនឹងចូលណាបាទយើងគុណមកយើងគុណយ៉ាងម៉េច x គុណ x នេះ x គុណនឹង x បានអី x ការ៉េបាទ x គុណនឹង x បាន x ការ៉េយើងដាក់ខាងនោះ x ការ៉េបន្ទាប់មកយើងសូត្រសញ្ញាកន្លែងនេះកន្លែងហ្នឹងពីមុខ x គឺសញ្ញាបូកហើយខាងលើនេះគឺសញ្ញាបូកទៀតអញ្ចឹងបានថាកន្លែងនេះបូកកន្លែងនេះក៏បូកដែរអញ្ចឹងបូកគុណនឹងបូកបានអីបានបូកប៉ុន្តែនៅពេលដែលយើងបោះមកខាងនេះយើងដូរសញ្ញាមិញហ្នឹងបូកយើងបោះមកខាងនេះចេញដកអញ្ចឹងយើងដាក់ទៅនេះដកបន្តមកទៀតយើងយក x មកគុណនឹង1នេះ x គុណនឹង1 1x មុខ x សញ្ញាបូកមុខ1សញ្ញាបូកគុណនឹងបូកបានបូកពេលដែលយើងបោះមកខាងនេះដូរសញ្ញាទៅជាដកបន្តមកទៀតយើងស៊ីសងវា x ការ៉េដក x ការ៉េនេះវាអស់ហើយគឺចេញ0បូក 3x ដក 1x យើងគិតតែមេគុណនៅខាងមុខមកបូក3ដក1វាបាន2x សញ្ញាយកតាមលេខធំបាទខាងលើនេះគឺសញ្ញាបូកខាងក្រោមសញ្ញាដកអញ្ចឹង3សញ្ញាបូក3វាធំជាងយើងយកសញ្ញាតាមលេខឲ្យធំគឺបូកគឺឲ្យយើងទម្លាក់លេខ4មកខាងក្រោមបូក4បន្តមកទៀតយើងយកផ្នែកមុខចែកផ្នែកមុខទៀតណាបាទផ្នែកមុខនេះគឺ 2x អញ្ចឹងយើងយក 2x ចែកផ្នែកមុខនឹងដដែលនេះគឺ x អញ្ចឹងយើងបាន 2x ចែក x អញ្ចឹង x ជាមួយ x យើងសម្រួលអស់អញ្ចឹងលេខ2លេខ2អត់មានសញ្ញាមានន័យថាសញ្ញាឡើយហ្នឹងគឺបូកអញ្ចឹងយើងដាក់ចម្លើយយើងកន្លែងនេះមកគឺបូក2ហើយយើងចាប់ផ្ដើមគុណបន្តដូចពេលដែលយើងគុណពីមុនអញ្ចឹងបាទ2គុណនឹង x 2គុណ x នេះមកណា2គុណ x 2x សញ្ញាបូកជាមួយកន្លែងនេះសញ្ញាបូកដែរបានបូកនឹងបូកបានបូកបោះមកខាងនេះដកបន្តមកទៀតយក2គុណនឹង1 2 1ដង2សញ្ញាបូកគុណនឹងសញ្ញាបូកបានបូកបោះមកខាងនេះដកបូក2ដក2អស់0បូក4ដក2ចម្លើយឃើញ2អញ្ចឹងសំណល់ខាងនេះគឺ2ណាអញ្ចឹងចម្លើយរបស់យើងគឺបាទចម្លើយរបស់យើងគឺនេះគឺ x បូក2អញ្ចឹងចម្លើយគឺ x បូក2ហើយសំណល់យើង2អញ្ចឹងយើងបូក2មកបូក2ហើយតួចែកនៅដដែលគឺ x បូក1អញ្ចឹងចម្លើយយើងគឺឃើញ x បូក2បូកឲ្យ2ចែកឲ្យ x បូក1ដើម្បីឲ្យកាន់តែច្បាស់យើងចែកមួយទៀត x ការ៉េបូកនឹង 5x បូកនឹង6យើងយកវាចែកជាមួយនឹង x ដក1ហើយចម្លើយស្មើនឹងប៉ុន្មានបាទចាប់ផ្ដើម x ការ៉េបូកនឹង 5x
បូក6ចែក x ដក1យើងគិតដូចឃ្លាមុនដែរគឺយកខាងមុខចែកខាងមុខvàខាងមុខវាគឺ x ការ៉េហើយខាងមុខវានេះគឺ x ចឹង x ការ៉េចែក x x ការ៉េចែក x បាន x អញ្ចឹងយើងដាក់ផ្នែកនេះគឺ x ហើយយើងគុណទៀតមក x គុណ x x ការ៉េខាងនេះសញ្ញាបូកអត់សរសេរនេះក៏សញ្ញាបូកដែរបូកគុណនឹងបូកបានបូកបោះមកខាងនេះដកបន្តមកទៀតគឺ x គុណជាមួយនឹងលេខ1 x មួយដងបើ x មួយដងបានអី x មួយដងបាន x គឺ 1x ហ្នឹងហើយនេះសញ្ញាបូកហើយអានេះសញ្ញាដកបូកគុណនឹងដកបានដកបោះមកខាងនេះបូកខាងនេះ x ការ៉េដកជាមួយ x ការ៉េ0ហើយបូក5បូក1ឃើញបូកប៉ុន្មានដែរបូក 6x បន្ទាប់មកតម្លាក់បូក6ហើយបន្តមកទៀតយើងយកផ្នែកមុខចែកផ្នែកមុខទៀតណាផ្នែកមុខរបស់យើងគឺ 6x ហើយផ្នែកមុខរបស់យើងនេះគឺ x អញ្ចឹងយើងចែកមក x ចែក x អស់សល់លេខ6អញ្ចឹងឃើញបូក6យើងចាប់ផ្ដើមគុណបន្ត6គុណ x 6x សញ្ញាបូកគុណជាមួយសញ្ញាបូកបានបូកបោះមកខាងនេះដក6ម្ដង6បូកគុណនឹងដកបានដកបោះមកខាងនេះបានបូកអញ្ចឹងយើងស៊ីសងមក6ដក6នេះអស់ហើយ0 6បូក6 10 12ចឹងចម្លើយឃើញបាទ x បូក6ហើយសំណល់យើងគឺប្រមាណ12បូក12ចែកឲ្យ x ដក1